ទម្រង់ឱសថទម្រង់ជាឱសថគ្រាប់ដែលក្នុងមួយគ្រាប់មានសារធាតុសកម្មប៉ង់តូប្រាហ្សូល40មីលីក្រាមចំណាត់ថ្នាក់ឱសថជា inhibitor de la pomme à proton សកម្មភាពរបស់ឱសថលើសារពាង្គកាយឱសថប៉ង់តូប្រាហ្សូលកាត់បន្ថយការចេញអាស៊ីតក្នុងក្រពះដោយការរារាំងសកម្មភាពរបស់ប៉ុមអាប្រូតុងនៅនឹងcellular parietal gastric របស់ក្រពះដើម្បីកាត់បន្ថយការបញ្ចេញប្រូតុងទៅក្នុងក្រពះការកប់នឹងជំងឺព្យាបាលដោយ associate ជាមួយអង់ទីប៊ីយោទិកដទៃទៀតចំពោះជំងឺដំបៅក្រពះនិងពោះវៀនដែលបង្កឡើងដោយពពួក Helicobacter pylori ព្យាបាល ulcer duodenal evolutive ulcer gastric evolutive ព្យាបាលជំងឺរលាក esophageal ដោយសារ reflux gastroesophageal របៀបប្រើប្រាស់ឱសថប៉ង់តូប្រាហ្សូល40មីលីក្រាម gastroresis ប្រើប្រាស់ដោយការលេបតាមមាត់ត្រូវលេបឱសថទាំងមូលដោយមិនត្រូវទំពាឬកុំបំបែកមុននឹងលេបនោះទេត្រូវលេបមុនពិសាបាយនិងលេបជាមួយទឹកតិចតួចកម្រិតនិងរយៈពេលប្រើប្រាស់កម្រិតនិងរយៈពេលប្រើប្រាស់គឺអាស្រ័យទៅតាមប្រភេទនៃជំងឺកម្រិតប្រើប្រាស់ធម្មតាសម្រាប់មនុស្សពេញវ័យគឺមិនឲ្យលើសពី160មីលីក្រាមក្នុងមួយថ្ងៃលេប1ដងឬ2ដងរយៈពេលប្រើប្រាស់គឺពី4ទៅ8សប្តាហ៍ដែលអាស្រ័យទៅតាមប្រភេទនៃជំងឺផលរំខានឈឺពោះរាគហើមពោះទល់លាមកក្អួតចង្អោរឡើងកន្ទួលរមាស់ការហាមប្រើចំពោះអ្នកជំងឺទាំងឡាយណាដែលប្រតិកម្មជាមួយឱសថប៉ង់តូប្រាហ្សូលឬសារធាតុផ្សំដទៃទៀតរបស់ឱសថនេះអន្តរកម្មឱសថប៉ង់តូប្រាហ្សូលមានអន្តរកម្មជាមួយឱសថ Atazanavir ketoconazole itraconazole ការប្រុងប្រយ័ត្នក្នុងករណីដំបៅក្រពះពោះវៀនសូមមេត្តាពិនិត្យផងដែរនៅ Benignité de la lésion មុននឹងព្យាបាលការថែរក្សាឱសថប៉ង់តូប្រាហ្សូលត្រូវរក្សាទុកក្នុងបន្ទប់មានសីតុណ្ហភាពមិនលើសពី25អង្សាសេ